Ok ចឹងវីដេអូលើកនេះគឺជាវីដេអូវគ្គ2ដែលយើងមកកែវិញ្ញាសាបាក់ដប់ផ្នែកវាក៏នៅក្នុងឆ្នាំ2024 Ok ចឹងតើឥឡូវយើងមើលទាំងអស់គ្នាគេថាទី1 My father is quite fat now but he be fat years ago didn't used to doesn't use didn't use ហើយនឹង use not ចឹងយើងគួរតែយកមួយណាចឹងយើងអានមកមានពាក្យ use ផង didn't does ចឹងគ្នាហ្នឹងគឺវាអាចចូលទៅក្នុងប្រភេទ used to ដែលនិយាយអំពីទម្លាប់នៅក្នុងអតីតកាលអូខេតែឥឡូវហ្នឹងគឺអត់អញ្ចឹងទៀតទេឥឡូវយើងមើលនៅក្នុងហ្នឹងគឺគេដាក់ថាឪពុករបស់ខ្ញុំគឺគាត់ឥឡូវហ្នឹងគឺធាត់ហើយប៉ុន្តែកាលពីមុនណាគឺគាត់អត់ធ្លាប់ឬក៏ប្រហែលឆ្នាំមុនគឺគាត់អត់ធ្លាប់ធាត់អញ្ចឹងទេអូខេយើងគួរតែយកមួយណាហ្នឹងហើយអញ្ចឹងសម្រាប់នៅក្នុង used to អានេះនៅក្នុងស្របដល់ពេលបដិសេធរបស់វាវិញគឺយើងត្រូវដាក់ did not មកជាមួយនឹង use ហើយបូកជាមួយនឹង toហើយបូកមួយ verb 1ធម្មតាមកចឹងយើងមើលក្នុងចម្លើយពី A ដល់ D មួយណាដែលចូលទៅក្នុងទម្រង់មួយហ្នឹងយើងមើលមើល yes គឺចម្លើយ A didn't use to right ហើយចម្លើយ C នេះក៏វាអាចត្រូវដែរប៉ុន្តែវាអត់មាន to ទេអញ្ចឹងមានតែចម្លើយ A នឹងឯងអូខេហ្នឹងហើយអូខេចុះមើលលេខ2បន្តទៀត All flight to Siem Reap cancelled because of the bad weather have being are been ឬក៏ haveចឹងយើងគួរតែយកមួយណាហ្នឹងហើយគេថាការហោះហើរទៅខេត្តសៀមរាបហ្នឹងគឺត្រូវបានគេ cancel ឬក៏គេឆាចោលពីព្រោះតែគេ bad weather គឺអាកាសធាតុអត់ល្អអញ្ចឹងត្រូវបានគេលុបចោលឬក៏ឆាចោលអញ្ចឹងវាចូលទៅក្នុងអីគេ passive អញ្ចឹងយើងគួរតែយកចម្លើយមួយណាដែលចូលទៅក្នុងទម្រង់ passive អានេះ have បូកជាមួយនឹង verb 3គេយកប៉ុន្តែចាំភ្លេចប្រាប់តែនៅក្នុងនេះគឺវាមាន verb 3ហើយស្រាប់អញ្ចឹងអីដែលយើងត្រូវការបើមិនជា verb to be ទេគឺវាមានអាចពពួក have has ប៉ុន្តែត្រូវបូកជាមួយនឹង verb 3មួយទៀតដូចជា been នេះអញ្ចឹងទៅហ្នឹងហើយអញ្ចឹងនៅក្នុងនេះអាមួយណាដែលអត់ជាប់ be គឺយើងលុបចោលដូចជា have នេះត្រូវលុបចោលដូចគ្នាឥឡូវ have been have being បូក have being អូយដែរមានទម្រង់អញ្ចឹងគេត្រូវអត់ have ហើយគឺអត់មានអាចបូកមួយ verb ing បានទេអញ្ចឹងអាហ្នឹងក៏អត់យកដែរអញ្ចឹងវាមានអាចA ឬក៏ C នឹងប៉ុន្តែ C are been យើងដែរឃើញ passive ទម្រង់ចឹងអត់ are been ហើយបូកមួយ verb 3ចឹងអត់ដូចគ្នាចឹងអានេះក៏អត់យកដែរចឹងចម្លើយដែលយើងត្រូវគឺចម្លើយ A have been cancelled because of the bad weather អូខេឥឡូវទី3 if he spoke louder I understand much better would be able to could ហើយនឹង mayចឹងយើងគួរchờចម្លើយមួយណាអូខេតោះចឹងឥឡូវប៉ុន្តែមុននឹងហៅយើងមើលសិនប្រយោគរបស់យើងមានពាក្យ if អត់យ៉ាហើយcomma មួយចឹងអាប្រយោគហ្នឹងគឺវាចូលទៅក្នុង conditional ចឹងប៉ុន្តែយើងអត់ទាន់ដឹងថា conditional មួយណា right ចឹងគេចឹង if ហើយនេះ subject បូកជាមួយនឹងអីគេ verb to past simple ចឹង past simple ប្រកបដោយ clear មួយទៀតគឺវាត្រូវតែមាន would ហើយបូកជាមួយនឹង verb 1អីចឹងមកអូខេចឹងអាហ្នឹងជា second conditional right ចឹងលើយើងមើលមាន would អត់ yes មាននេះ would ដល់ពេលអានេះ could ហើយ may អត់យកទេពីរហ្នឹងអូខេឆោតចោលឥឡូវយើងមើល A ឬក៏ B would be able ហើយនឹង would be able to អូខេចំពោះពាក្យbe able ហ្នឹងគឺគ្នាយើងត្រូវចាំហើយយើងកន្លែងឃើញពាក្យ be able ហើយខាងក្រោយហ្នឹងគឺត្រូវតែមាន to ហើយ be able to ដែលពាក្យដើមវាគឺ can ណាហ្នឹងហើយអញ្ចឹងយើងត្រូវតែយកគេចម្លើយ B right យើងអាចដាក់ be able ហើយ understand យកហ្មងឯងវាអត់ត្រូវ right ចាំមានថា if he spoke louder I would be able to understand much better អូខេចឹងហ្នឹងយើងគឺត្រូវការ to នៅខាងចុងអូខេចឹងការកែវិញ្ញាសារបស់យើងគឺមានតែប៉ុណ្្នឹងទេសម្រាប់វីដេអូហ្នឹងហើយចាំយើងបន្តនៅវីដេអូក្រោយ Thank you